ថាភេសង្សារញ៉ាំអីម្ដងបងប្អូនអរគ្នាមានដូចជា oyster មានអីចឹងទៅយ៉ាងនេះគេថារៀងជិះលុយបន្តិចណាបងប្អូនអរគ្នាចាហើយនេះយើងមានជាមួយនឹងបុកល្ហុងបុកបកាយើងនឹងឯងបងប្អូនមានជាមួយនឹងនំបញ្ចុកនំអីទៀតនេះហើយខ្ញុំក៏កំងបាយឆាមកញ៉ាំដែរបងប្អូនអរគ្នាការពិតទៅកម្រងខ្ញុំមិនមែនមកញ៉ាំអីទេគាត់ថាខ្ញុំមកចង់អ៊ុតសក់បងប្អូនអរគ្នាប៉ុន្តែដោយសារឃ្លានផងអីផងបងប្អូនអរគ្នាអញ្ចឹងក៏សម្រេចចិត្តតែចូលញ៉ាំអីបដ ாய் ទៅចានេះយើងមានជាមួយនឹង oyster មួយឈុតហ្នឹងគឺថាយកឈុតទូចជាងគេបងប្អូនដោយសារយើងអត់សូវមានលុយហើយទូចក៏ទូចតបងប្អូនឲ្យតែបានញ៉ាំអញ្ចឹងណាយើងមានជាមួយនឹងបុកល្ហុងនេះបើនិយាយពីថាបុកល្ហុងនេះគឺថាតំណងដល់កឲ្យបងប្អូនអរគ្នានិយាយទៅគឺថាដាក់យកមកបងប្អូនអរគ្នាហើយខ្ញុំមិនទាន់សូវហូបបុកល្ហុងខ្លាំងទេបងប្អូនអរគ្នាដោយសារខ្ញុំហេវបាយអញ្ចឹងគឺថាហូបសុំហូបបាយហូបអីសិនហីហើយមករយៈនេះក៏មិនសូវឃើញខ្ញុំដើរញ៉ាំអីដែរបងប្អូនអរគ្នាដោយសារតែខ្វះថវិកាអញ្ចឹងណាអញ្ចឹងគឺថាបុកអីគឺថាហូបទៅនៅតាមផ្ទះនៅតាមអីហ្នឹងឯងបងប្អូនតែបើថាឲ្យចូលកញ្ចោះចូលអីហ្នឹងមិនសូវបានចូលទេមិនសូវបានចូលបងប្អូនគឺអត់ដែរចូលមកបងប្អូនអរគ្នាចាឥឡូវនេះគឺថាយើងហូបជាមួយនឹងបុកល្ហុងសិនបងប្អូនអរគ្នាចាហើយបុកល្ហុងហ្នឹងគឺថាមួយខែ30ថ្ងៃហូបទាំង30ថ្ងៃមកបងប្អូនបើថាអត់មួយថ្ងៃគឺដឹងតែប្រកាច់តិលហើយបងប្អូនអរគ្នាអត់ដឹងមិនដែរបងប្អូនអរគ្នាអើយនិយាយវាថាបុកល្ហុងនេះមួយគឺអត់បានមកនិយាយមែនបើថាបានរាល់ថ្ងៃគឺថាល្អមួយថ្ងៃ2 3ដងគឺកាន់តែឆ្ងាញ់កាន់តែល្អទៀតបងប្អូនអរគ្នានេះយើងមានជាមួយនឹងនំបញ្ចុកហើយខ្ញុំដាក់ទ្រាប់បងប្អូនជាមួយនឹងស្ពៃបូកូហើយដាក់ជាមួយនឹងបុកល្ហុងរបស់យើងមកអូយអ្នកគ្នានិយាយទៅគឺថាជាតិសឡប់កប់សេរីតែម្ដងចាហើយទិញតែមួយចានហ្នឹងគឺអស់តែ10000រៀលទេបងប្អូនអើយបានតែមិនចេះតិចចាគាត់ថាហូបយកហើយហូបបុកល្ហុងហ្នឹងគឺហូបមានអស់ហើយណាបងប្អូនអរគ្នាដោយសារវាច្រើនពេកណាមួយមិនសូវបានហូបក៏ព្រមអីគឺគាត់អត់សូវហូបប្រហែលទេបងប្អូនរៀងបុកល្ហុងបុកអីហ្នឹងចំណាប់គឺថាតែខ្ញុំនឹងឯងចូលចិត្តណាស់ទៅបើគាត់វិញគឺបើមានក៏ហូបបើអត់ក៏អត់អញ្ចឹងណាបងប្អូនអរគ្នាមិនទៅចង់ហូបអីណាទេចំណាប់តែខ្ញុំដែរបងប្អូនអរគ្នាខ្ញុំគឺថាអត់បានហ្មងឲ្យតែនឹកឃើញគឺដឹងតែហៀទឹកមាត់នឹកឃើញដឹងតែហៀទឹកមាត់អញ្ចឹងហើយគឺថាហូបរហូតហើយនេះយើងមានជាមួយនឹង oyster បងប្អូនអរគ្នានិយាយទៅ oyster ហ្នឹងគឺយកអាឈុតទូចបងប្អូនអរគ្នាបាន6គ្រាប់ដែរចាហើយ6គ្រាប់ហ្នឹងគឺថាចែកគ្នាម្នាក់3គ្រាប់បងប្អូនសុទ្ធតែបែងចែកសុទ្ធតែអីអត់មានឲ្យលើសចំណែកអីទេបងប្អូនអើយគឺថាស្មើភាពគ្នាបងប្អូននិយាយទៅយូរបានចូលកញ្ចោះចូលហាងម្ដងទៅបងប្អូនអើយនិយាយពីថាដាក់ដល់កហើយនេះហើយជាមួយនឹង oyster នេះវិញនិយាយពីថាផ្អែមមិនដឹងមិនទេបងប្អូនពេលដែលខ្ញុំហូប buffet គឺអត់ឆ្ងាញ់អាលីងហ្មងនិយាយទៅគេនិយាយទៅហូបពេលហូបឲ្យនៅ buffet បងប្អូនវារសជាតិល្វីងហើយវាអត់ដូចយើងទិញនៅអញ្ចឹងបងប្អូនអរគ្នាពេលដែលហូបនៅអញ្ចឹងគឺឆ្ងាញ់ណាស់បងប្អូនហើយទៅបីថ្លៃបន្តិចមែនប៉ុន្តែជាតិសឡប់កប់សេរីតែម្ដងមើលតែមាត់ទៅក៏ដឹងថាឆ្ងាញ់ប៉ុណ្ណាដែរបងប្អូនអរគ្នាអើយធ្វើមិនទេគ្នាយូរបានស៊ីម្ដងអញ្ចឹងហើយគឺថារៀងឆ្ងាញ់រៀងអីតិចណាបងប្អូនអរគ្នាហើយនេះយើងមានជាមួយនឹងបាយឆានិយាយមែនបងប្អូនអើយកំងគឺថាអត់ហ៊ានកំងច្រើនទេដោយសារយើងមិនសូវមានលុយអញ្ចឹងគឺថាយើងកំងមកល្មមហ្នឹងហើយប៉ុណ្ណឹងហូបអត់សូវអត់ចង់អស់ផងបងប្អូនអរគ្នាដោយសារដូចបុកល្ហុកអីគឺថានៅសល់ហ្មងបងប្អូនវីដេអូហ្នឹងមិនដឹងថាបងប្អូនឃើញខ្ញុំនៅពេលណាទេចាបើថាឃើញនៅពេលយប់គឺដឹងតែជេរខ្ញុំហៀទឹកមាត់មកបងប្អូនអរគ្នានិយាយទៅបើសិនចង់ញ៉ាំអីគឺអាចទៅញ៉ាំខ្លួនឯងបានចាខ្ញុំទៅញ៉ាំខ្លួនឯងដូចតែគ្នាហ្នឹងបងប្អូនច្រើន